อาวุธธมបំផុតរបស់កម្ពុជាដែលធ្វើឲ្យសត្រូវឈ្លានពានវាខ្លាចជាងគេនោះគឺខ្លាចខ្មែររួមកម្លាំងគ្នាសាមគ្គីគ្នានិងមានឆន្ទៈតែមួយដោយដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនេះអញ្ចឹងគ្រាន់តែមានការផ្សព្វផ្សាយអំពាវនាវឲ្យមានការបរិច្ចាគផ្សេងដើម្បីជួយទៅដល់បងកងទ័ពជួរមុខក៏ដូចជាជនភៀសសឹកណាគឺមានពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងច្រើនមែនតើដែលពួកគាត់មកចូលរួមបរិច្ចាគអ្នកខ្លះគាត់មានថវិកាអ្នកខ្លះគាត់មានជាស្បៀងអាហារមានសម្លៀកបំពាក់អាវល្ងាអាវអីចឹងណារបស់របរប្រើប្រាស់ជាច្រើនត្រូវបានយកមកដាក់នៅខាងអ៊ីតម័រនិយាយទៅគឺទីតាំងរបស់គាត់ហ្នឹងគឺនៅក្នុងតំបន់បឹងកក់នៅជាប់ជាមួយនឹង La Fashion មានការ៉ាស់ឡាន PR ការ៉េ3មានអីចឹងណាដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកជំនួយទាំងអស់ហ្នឹងយកមកដាក់នៅទីនេះបានហើយពួកគាត់នឹងធ្វើការបែងចែកទៅតាមហ្នឹងហើយមានបងប្អូនដែលជាសិស្សនិស្សិតផ្សេងក៏ដូចជាយុវជនយុវតីខ្មែរយើងជាច្រើនបានមកជួយជាកម្លាំងនៅក្នុងការបែងចែកផ្សេងដោយសារតែរបស់របរទាំងអស់ហ្នឹងពេលខ្លះពុកម៉ែបងប្អូនយកមកបរិច្ចាគហ្នឹងជាធំបានន័យថាដូចអង្គអីចឹងគាត់ដាក់មកទាំងបេធំអញ្ចឹងពួកគាត់នេះអ្នកត្រូវរំលែកជាបាវទូចជាបេទូចវិញដើម្បីងាយស្រួលនៅក្នុងការចែកសំបីជាមីសំបីជាអីចឹងណាមកតង្កេះអញ្ចឹងពួកគាត់ត្រូវបំបែកជាថង់តូចដើម្បីងាយស្រួលនៅក្នុងការចែកទៅដល់បងដែលជាជនភៀសសឹកនៅខាងព្រំដែនផ្សេងនឹងឯងហើយនេះគឺជាកម្លាំងស្នេហាជាតិក៏ដូចជាកម្លាំងសាមគ្គីគ្នាខ្មែររួបរวมគ្នាតែមួយដើម្បីជាកងទ័ពជួរក្រោយផ្ដល់ទឹកចិត្តផ្ដល់ជាកម្លាំងចិត្តទៅដល់បងកងទ័ពជួរមុខក៏ដូចជាជនភៀសសឹកឲ្យគាត់បានដឹងថាពួកគាត់មិនមែននៅឯកោតែម្នាក់ឯងទេគឺមានអ្នកនៅចាំជួយពីក្រោយខ្នងជួយ support ទាំងអស់តែម្ដងហើយមិនត្រឹមតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងទេសូម្បីតែភ្ញៀវទេសចរបរទេសណាគាត់ឃើញអញ្ចឹងក៏គាត់ចូលមកជួយដែរនិយាយទៅគឺគាត់មានទឹកចិត្តល្អមែនតើហើយដោយដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនេះអញ្ចឹងមិនថាម្ហូបអាហារមិនថាជាអាហារក្រៀមឬក៏សម្លៀកបំពាក់អីទេបើសិនជាពុកម៉ែបងប្អូនមានអីចឹងអាចយកមកបរិច្ចាគនៅនេះបានដោយសារគេទទួលនៅហ្នឹងហើយគេនឹងរៀបចំបែងចែកផ្សេងមានតាំងពីពងទាពងអីនេះពងទាហ្នឹងក៏គេរៀបចំយកទៅស្ងោរយកអីហើយបានគេចាប់ផ្ដើមដឹកចេញយកទៅជូនពុកម៉ែបងប្អូនដែលជាជនភៀសសឹកពួកគាត់កំពុងតែលំបាកពួកគាត់កំពុងតែជួបទុក្ខអញ្ចឹងយើងនៅខាងនេះយើងអត់អាចនឹងអង្គុយមើលដកដង្ហើមចោលទេគឺមានតែការជួយគ្នានឹងឯងដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងហើយខ្ញុំរំភើបចិត្តមែនតើពេលដែលឃើញពុកម៉ែបងប្អូនទាំងអស់គ្នាបានសហការគ្នាសាមគ្គីគ្នារួមគ្នាជាកម្លាំងមួយមានឆន្ទៈតែមួយនៅក្នុងការជួយទៅដល់ពុកម៉ែបងប្អូនដែលជាជនភៀសសឹកក៏ដូចជាបងកងទ័ពជួរមុខអីចឹងណាអញ្ចឹងសម្រាប់អ្នកដែលមានធនធានដែលចង់បរិច្ចាគអីអាចមកអ៊ីតម័របឹងកក់នេះបានទីតាំងរបស់គេធំទូលាយងាយស្រួលនៅក្នុងការរៀបចំទុកដាក់អីវ៉ាន់ហើយបើសិនជាបងប្អូនដែលជាសិស្សនិស្សិតឬក៏យុវជនដែលគាត់នៅមានកម្លាំងអីចឹងណាគាត់ទៅនេពីការងារគាត់ទៅនេពីការរៀនសូត្រអីអាចមកជួយរៀបចំបានដោយសារនៅនេះក៏មានការខ្វះកម្លាំងខ្វះអីដែរព្រោះអីគ្នាប៉ុណ្ណឹងជាមួយនឹងរបស់របរច្រើនពួកគាត់រៀបចំក៏អត់ទាន់ដែរអញ្ចឹងមានតែត្រូវការកម្លាំងពីបងប្អូនដែលជាយុវជនសិស្សនិស្សិតផ្សេងទាំងអស់ហ្នឹងហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នាវីដេអូក្រោយទៀត